หมอยูសូមស្វាគមន៍មកកាន់ព័ត៌មានអន្តរជាតិអាល្លឺម៉ង់មិនហ៊ានបញ្ជូនរថក្រោះដ៏ខ្លាំងក្លារបស់ខ្លួនដោយផ្ទាល់ទៅអ៊ុយក្រែនអាល្លឺម៉ង់មិនហ៊ានបញ្ជូនរថក្រោះដ៏ខ្លាំងក្លារបស់ខ្លួនដោយផ្ទាល់ទៅអ៊ុយក្រែននោះទេអធិការអធិបតីអាល្លឺម៉ង់កំពុងតែឈឺក្បាលយ៉ាងខ្លាំងអំពីសកម្មភាពរបស់ចក្រភពអង់គ្លេសក្រោយពេលក្រុងឡុងបានបង្ហាញអំពីគោលចំហរបស់ខ្លួននៅក្នុងការផ្គត់ផ្គង់រថក្រោះប្រយុទ្ធទៅឲ្យអ៊ុយក្រែនហើយក្រុងបេកឡាំងក៏បានអះអាងអំពីការបញ្ជូនគ្រឿងសព្វាវុធទាំងនោះដោយការពឹងផ្អែកទៅលើសហរដ្ឋអាមេរិកសារព័ត៌មាន Politico បានចេញផ្សាយកាលពីព្រឹកថ្ងៃប្រហ័សម្សិលមិញដោយអ្នកនាំពាក្យរបស់លោកអធិការអធិបតីអាល្លឺម៉ង់ Olaf Scholz បានបញ្ជាក់កាលពីថ្ងៃពុធថារដ្ឋាភិបាលក្រុងឡុងមានគម្រោងបញ្ជូនរថក្រោះប្រយុទ្ធប្រភេទ Challenger 2ផលិតដោយអង់គ្លេសទៅកាន់ប្រទេសអ៊ុយក្រែននិងមិនធ្វើឲ្យរដ្ឋាភិបាលអាល្លឺម៉ង់ផ្លាស់ប្ដូរគោលនយោបាយផ្លាស់ប្ដូរគោលជំហររបស់ខ្លួននោះឡើយប៉ុន្តែរហូតមកដល់ពេលនេះក្រុងបេកឡាំងនៅតែបដិសេធការបញ្ជូនរថក្រោះប្រភេទ Leopard 2ដ៏ខ្លាំងក្លារបស់ខ្លួនជាច្រើនគ្រឿងទៅឲ្យប្រទេសអ៊ុយក្រែនប៉ូឡូញបានលើកឡើងថារថក្រោះដ៏ខ្លាំងក្លា Leopard ផលិតដោយអាល្លឺម៉ង់អាចនឹងត្រូវបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនតាមរយៈសម្ពាធអឺរ៉ុបរីឯក្រុមហ៊ុនផលិតរថក្រោះ Leopard សម្រាប់បញ្ជូនទៅកាន់អ៊ុយក្រែនត្រូវបានផ្ទេរជាផ្នែកមួយនៃការកសាងសម្ព័ន្ធភាពអន្តរជាតិចំណែកឧបសគ្គដ៏ធំសម្រាប់ការផ្ទេររថក្រោះទាំងនោះគឺទីក្រុងបេកឡាំងត្រូវផ្ដល់ភ្លើងខៀវសម្រាប់ការនាំចេញអាវុធផលិតដោយអាល្លឺម៉ង់នេះមន្ត្រីអាល្លឺម៉ង់ចំនួន2នាក់បានថ្លែងដោយសូមលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណលើកឡើងថាគោលចំហរបស់លោកអធិបតីគោលចំហរបស់លោកអធិការបតី Scholz បានពឹងផ្អែកយ៉ាងខ្លាំងទៅលើប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidenមេដឹកនាំទាំងពីរបានសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធរួចរាល់អស់ទៅហើយនៅក្នុងការចេញសេចក្តីថ្លែងការណ៍រួមគ្នាជាមួយកាលពីសប្តាហ៍មុនដោយបានប្រកាសថាអាល្លឺម៉ង់និងអាមេរិកនឹងបញ្ជូនរថក្រោះចម្បាំងទៅកាន់ប្រទេសអ៊ុយក្រែនលោកអធិការបតីអាល្លឺម៉ង់បានសង្កត់ធ្ងន់លើសារៈសំខាន់អំពីការពិភាក្សាគ្នាជាមួយនឹងប្រធានាធិបតីអាមេរិកអំពីការបញ្ជូនគ្រឿងសព្វាវុធទាំងនេះដោយការបញ្ជូនរថក្រោះទៅកាន់អ៊ុយក្រែនត្រូវតែពិភាក្សាគ្នាជាមួយនឹងបណ្ដាប្រទេសជាមិត្តនិងសម្ព័ន្ធមិត្តជាពិសេសដៃគូឆ្លងកាត់មហាសមុទ្រអាត្លង់តិកជាមួយនឹងសហរដ្ឋអាមេរិកផងដែរលោក Stephen Herbstreit អ្នកនាំពាក្យរដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ជាក់ការពីថ្ងៃពុធថាការសម្រេចចិត្តរបស់លោក Scholz និងលោក Joe Biden កាលពីសប្តាហ៍មុនបានបង្ហាញអំពីគោលចំហថ្មីប្រកបដោយភាពវិជ្ជមាននៅក្នុងការគ្រប់គ្រងដល់អ៊ុយក្រែនហើយបានសង្កត់ធ្ងន់ថែមទៀតថាសម្ព័ន្ធមិត្តត្រូវមើលឃើញនៅមាគ៌ាអំពីអ្វីដែលជាការបោះជំហានថ្មីបន្ថែមទៀតអាចត្រូវបានធ្វើឡើងនៅក្នុងការសម្របសម្រួលជាលក្ខណៈអន្តរជាតិ